បច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធាភូមិភាគទី4និងយោធាភូមិភាគទី5គិតមកដល់ថ្ងៃទី24ខែធ្នូឆ្នាំ2025ដែលជាថ្ងៃទី18ហើយភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ស្ថានភាពនៃអំពើគំរាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា1ស្ថានភាពជួរមុខនៅសមរភូមិទិយោធាភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីម៉ោង 17 នាទីល្ងាចថ្ងៃទី23ខែធ្នូឆ្នាំ2025រហូតដល់ម៉ោង 8 នាទីព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025ថ្ងៃទី23ខែធ្នូឆ្នាំ2025ចាប់ពីម៉ោង 17 នាទីរហូតដល់ម៉ោង 12 នាទីរំលងអាធ្រាត្រយោធាថៃនៅបន្តបាញ់ប្លង់កំភ្លឺធំនិងដ្រូនបាញ់ផ្សែងពុលជាច្រើនជាប់ភូមិសាស្ត្រប្រាសាទព្រះវិហារគោល8ភ្នំត្រងោលចាប់ពីម៉ោង 17 នាទីរហូតដល់ម៉ោង 19 នាទីល្ងាចយោធាថៃបានបាញ់ប្រហារដោយប្រើប្រាស់កំភ្លឺធំនិងរថក្រាស់ចូលភូមិសាស្ត្រប្រាសាទតាម៉ោននិងជប់គូគីចាប់ពីម៉ោង 18 នាទីយោធាថៃបានបន្តបាញ់កំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្ត្រគោល8ភ្នំត្រងោលតាសឹមប្រាសាទព្រះវិហារនិងតាថោយរហូតដល់ម៉ោង 9:15 នាទីយប់ថ្ងៃទី24ខែធ្នូឆ្នាំ2025ម៉ោង 12 នាទីរំលងអាធ្រាត្រយោធាថៃបានបន្តបាញ់ប្លង់ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារម៉ោង 5:05 នាទីយោធាថៃបានប្រើប្រាស់កំភ្លើង 12.7 អាវុធបំពាក់លើរថក្រោះនិងរថពាស្តែកវាយប្រហារមកលើទីតាំងអគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូស្មាច់ម៉ោង 7 នាទីយោធាថៃបន្តបាញ់កំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារចាប់ពីម៉ោង 7:15 នាទីរហូតដល់ម៉ោង 8 នាទីយោធាថៃបានវាយសន្ធប់យ៉ាងខ្លាំងដោយបានប្រើប្រាស់កំភ្លើងធំនិងដ្រូនអត្តឃាតនៅភូមិសាស្ត្រច័ន្ទក្រហមនិងប្រាសាទព្រះវិហារស្ថានភាពជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច2ស្ថានភាពជួរមុខនៅសមរភូមិទិយោធាភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីម៉ោង 17 នាទីល្ងាចថ្ងៃទី23ខែធ្នូឆ្នាំ2025រហូតដល់ម៉ោង 8 នាទីព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025គិតចាប់ពីម៉ោង 17 នាទីរហូតដល់ម៉ោង 6 នាទីព្រឹកយោធាថៃបានបន្តបាញ់ប្លង់ប្រមាណជាង150គ្រាប់ចូលភូមិសាស្ត្របឹងត្រកួនគិតចាប់ពីម៉ោង 17 នាទីល្ងាចថ្ងៃទី23រហូតដល់ម៉ោង 6 នាទីព្រឹកយោធាថៃបានបន្តបាញ់ប្លង់ប្រមាណជាង120គ្រាប់ចូលភូមិសាស្ត្រភូមិព្រៃច័ន្ទគិតចាប់ពីម៉ោង 17 នាទីល្ងាចថ្ងៃទី23រហូតដល់ម៉ោង 6 នាទីព្រឹកយោធាថៃបានបន្តបាញ់ប្លង់ប្រមាណជាង80គ្រាប់ចូលភូមិសាស្ត្រភូមិជោគជ័យគិតចាប់ពីម៉ោង 19 នាទី 30 នាទីរហូតដល់ម៉ោង 21:30 នាទីយោធាថៃបានបាញ់ប្លង់គ្រាប់ភ្លើងបំលឺចំនួន4គ្រាប់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យម៉ោង 8:02 នាទីយោធាថៃបានបាញ់គ្រាប់ភ្លើងបំលឺនៅភូមិសាស្ត្រឃុំថ្មដាម៉ោង 9:30 នាទីយោធាថៃបានបាញ់ប្លង់ចំនួន7គ្រាប់ចូលភូមិសាស្ត្ររត់ស្នងថ្មដាថ្ងៃទី24ខែធ្នូឆ្នាំ2020តោងម៉ោង 7 នាទីព្រឹកកម្លាំងថ្មីជើងរបស់យោធាថៃអាមដោយរថពាស្តែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យម៉ោង 7:12 នាទីកម្លាំងថ្មីជើងរបស់យោធាថៃអាមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យស្ថានភាពជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច
ក្រសួងការពារជាតិកម្ពុជាទាមទារឲ្យយោធាថៃបញ្ឈប់ជាបន្ទាប់នៅទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហាយដើម្បីបិទបាំងសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជានិងស្នើឲ្យត្រឡប់មកធ្វើការងារដែលមានជាអាជីវកម្មនិងមានថ្លៃថ្នូរព្រោះគ្រប់ទង្វើទាំងវ៉ាស់របស់យោធាថៃគឺបានបង្ហាញកាន់តែច្បាស់នៅចេតនារបស់ភាគីថៃក្នុងការរំលោភឈ្លានពានទឹកដីកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនិងផែនការឯកតោភាគរបស់ខ្លួនដែលមិនបានទទួលស្គាល់ដោយអន្តរជាតិសកម្មភាពនេះជាទង្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលជាគម្រាមកំហែងធំបំផុតទៅឲ្យសន្តិភាពស្ថិរភាពនៅក្នុងតំបន់និងសកលលោកក្នុងន័យនេះកម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពក្រិតក្រមសង្គមសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងអស់ចំពោះការរំលោភបំពានដ៏កម្រនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ជាបន្ទាប់នៅអរយៈពីបទាំងអស់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងទៅឲ្យសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់កម្ពុជាបញ្ជាក់ជាថ្មីម្ដងទៀតនៅការបដិញ្ញាយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតនេះកម្ពុជាប្រកាន់ជាប់នៃការដោះស្រាយជម្លោះដោយសន្តិភាពស្របទៅនឹងច្បាប់អន្តរជាតិដូចជាសន្ធិអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់សម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របទៅនឹងច្បាប់អន្តរជាតិកម្ពុជាសង្ឃឹមផងដែរថាភាគីថៃនឹងគោរពនៃសេចក្តីថ្លែងការណ៍រួមដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយកម្ពុជាដែរសម្រាប់ព័ត៌មានលើស្ថានភាពជួរមុខក្រសួងការពារជាតិកម្ពុជានឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា